សិភៅនេះត្រូវបានអ្នកនិពន្ធតុបតែងឡើងនៅក្នុងគោលបំណងដើម្បីលាតត្រដាងនៃគំនិតនៃការប្រម៉ែប្រមុំពុតផ្ដុំប្រមូលរួមបញ្ចូលគ្នារវាងលក្ខណៈសម្បត្តិល្អៗរបស់សហគ្រិននិងអ្នកដឹកនាំនៅក្នុងសៀវភៅនេះផងដែរអ្នកនិពន្ធរ៉ាមស៊ីក៏បានបង្ហាញអំពីបទពិសោធន៍នៅក្នុងនាមជាសហគ្រិនជាង2ទសវត្សរ៍របស់លោកដើម្បីជាការចែករំលែកនៅអាថ៌កំបាំងផ្ទាល់ខ្លួននិងវិធីសាស្ត្រល្អៗនៅក្នុងការបង្កើតនិងធ្វើឲ្យក្រុមហ៊ុនរបស់លោករីកលូតលាស់បានយ៉ាងលឿនដោយចាប់ផ្ដើមពីបុគ្គលិកត្រឹមតែម្នាក់រហូតដល់400នាក់ត្រឹមតែរយៈពេលមិនដល់ប្រហែលឆ្នាំផងនោះអ្នកទាំងឡាយដែលគួរតែអានសៀវភៅនេះអ្នកគ្រប់គ្រងសហគ្រិននិង CEO ថ្នាក់ដឹកនាំសម្រាប់អ្នកណាដែលកំពុងតែគិតចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនបុគ្គលិកសាមញ្ញនៅក្នុងក្រុមហ៊ុនដែលចង់អភិវឌ្ឍខ្លួនទៅជាអ្នកគ្រប់គ្រង leadership តើអ្នកអាចទន្ទិញអ្វីមួយឲ្យចាំនៅខណៈពេលដែលអ្នកកំពុងតែស្ដាប់ចម្រៀងដែរឬទេវាមិនងាយស្រួលពេកអញ្ចឹងនោះទេសម្រាប់មនុស្សមួយចំនួនដែលតែងតែព្យាយាមធ្វើរឿងពីរផ្សេងគ្នានៅក្នុងពេលតែមួយការព្យាយាមធ្វើរឿងផ្ទុយគ្នាបែបនេះនៅក្នុងពេលតែមួយគឺជារឿងមួយដែលមិនត្រឹមតែពិបាកជំនះសម្រាប់រាងកាយរបស់យើងប៉ុណ្ណោះទេចំណែកឯចិត្តរបស់យើងក៏ពិបាកនឹងជំនះនៅរឿងទាំងអស់នោះដូចគ្នាដែរនៅក្នុងពិភពពាណិជ្ជកម្មដែលពោរពេញទៅដោយការប្រកួតប្រជែងនាបច្ចុប្បន្នសម័យនេះអ្នកដឹកនាំជារឿយៗត្រូវបានគេរំពឹងទុកថានឹងត្រូវប្រឈមមុខជាមួយនឹងកិច្ចការជាច្រើននៅក្នុងពេលដំណើរគ្នាហើយពេលដែលខ្លះនោះការងារទាំងអស់នោះហាក់ដូចជាមានភាពចម្រុងចម្រាសនឹងគ្នាយ៉ាងខ្លាំងដែលតម្រូវឲ្យអ្នកដឹកនាំត្រូវតែមានស្មារតីបត់បែន flexible និង no ដែលអាចឆ្លុះបញ្ចាំងអំពីបញ្ហាជាក់ស្ដែងបាននិយាយដោយរួមមេដឹកនាំអាជីវកម្មមួយចាំបាច់ត្រូវតែជាបុគ្គលដែលហ៊ានប្រថុយ take risk និងអ្នកដែលមានសេចក្តីប្រាថ្នាខ្ពស់ទៅលើមុខជំនួញរបស់ខ្លួនទន្ទឹមជាមួយគ្នានេះដែរពួកគេក៏ត្រូវតែជាអ្នកដឹកនាំដ៏ពូកែដែលមានចក្ខុវិស័យវែងឆ្ងាយដែលពោរពេញទៅដោយសុភវិនិច្ឆ័យនិងមានសមត្ថភាពធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាផងដែរតើដូចម្តេចទើបយើងម្នាក់អាចបណ្ដុះបុគ្គលិកលក្ខណៈសំខាន់ទាំងពីរនេះបាននៅក្នុងសៀវភៅនេះអ្នកសិក្សាទាំងឡាយក៏នឹងបានទទួលអំពីវិធីសាស្ត្ររួមបញ្ចូលគ្នារវាងលក្ខណៈសម្បត្តិសំខាន់របស់សហគ្រិនរវាងភាពវាងវៃសេចក្តីក្លាហានជាមួយនឹងគុណវុឌ្ឍិល្អៗរបស់អ្នកដឹកនាំដើម្បីសម្ដៅទៅដល់ការពង្រឹងនិងពង្រីកពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ផងដែរ E3 Leadership គឺជាការរួមបញ្ចូលគ្នានៃគុណវុឌ្ឍិល្អៗរបស់សហគ្រិននិងអ្នកដឹកនាំតើគុណវុឌ្ឍិអ្វីខ្លះដែលអ្នកគិតថាស្ថាបនិកអាជីវកម្មមួយគួរតែមានអ្នកអាចនឹងមានគំនិតថាស្ថាបនិកអាជីវកម្មថ្មីមួយចាំបាច់ត្រូវតែស្គាល់ច្បាស់អំពីនិន្នាការទីផ្សារអាជីវកម្មរបស់ខ្លួនផែនការអាជីវកម្ម business plan business strategy ដែលមានការអនុវត្តជាក់លាក់និងហ៊ានទទួលយកហ៊ានប្រឈមមុខជាមួយនឹងហានិភ័យដែលបានកើតឡើងគ្រប់ពេលវេលាមិនត្រឹមតែប៉ុណ្ណោះទៀតសោតក៏ត្រូវមានអត្តចរិតតស៊ូពុះពៀដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនមិនរាថយចុះក្រៅទៅពីអំណាចដែលប្រមាណចំណុចដែលបានរៀបរាប់មកទាំងមួយកំភ្លុះនេះតើនៅមានចំណុចអ្វីផ្សេងទៀតដែរឬទេប្រកបណាស់ពួកគេត្រូវតែមានគំនិតនិងចក្ខុវិស័យទូលំទូលាយហើយវែងឆ្ងាយដែលជាហេតុធ្វើឲ្យពួកគេអាចបង្កើតបាននូវផលិតផលថ្មីនិងមានភាពទាក់ទាញដែលស្របទៅនឹងទីផ្សារបច្ចុប្បន្នដូច្នេះវាគឺជារឿងដែលចាំបាច់ណាស់ដែលស្ថាបនិកអាជីវកម្មថ្មីមួយគួរតែជាអ្នកដឹកនាំដ៏ឆ្នើមផងនិងជាសហគ្រិនដ៏ឆ្នើមផងដែរ E3 Leadership គឺជាបុគ្គលិកម្នាក់ដែលហ៊ានប្រថុយហើយអាចស្វែងរកនូវកំណត់ដឹងអំពីគម្លាតនៅក្នុងទីផ្សារអាជីវកម្មរបស់ខ្លួនពួកគេគឺជាបុគ្គលឯកជនដែលពោរពេញទៅដោយមហិច្ឆតាជោគជ័យក៏ប៉ុន្តែពួកគេក៏ជាអ្នកដឹកនាំឆ្នើមម្នាក់ដែលមិនត្រឹមតែអាចជំរុញទឹកចិត្តខ្លួនឯងឲ្យពុះកញ្ជ្រោលមិនចេះរីងស្ងួតប៉ុណ្ណោះទេថែមទាំងអាចជំរុញលើកទឹកចិត្តក្រុមការងារទាំងមូលឲ្យសម្រេចក្តីសុបិនរួមរបស់ពួកគេបានថែមទៀតផងជាមួយនឹងការសម្រេចចិត្តត្រឹមត្រូវនៅពេលដែលជួបប្រទះនៅរាល់ស្ថានភាពលំបាកនានាសរុបមកអ្នកដឹកនាំក្រុមហ៊ុននីមួយៗត្រូវតែមានជំនាញជាសហគ្រិនផងជាអ្នកដឹកនាំផងប្រសិនបើពួកគេចង់ទទួលបាននូវភាពជោគជ័យនៅក្នុងអាជីវកម្មរបស់ពួកគេលើសពីនេះទៅទៀតមេដឹកនាំក្រុមហ៊ុននីមួយៗក៏ជាអ្នកដែលកំណត់និងជាអធិបតេយ្យមកលើវប្បធម៌នៅក្នុងការងារក្រុមហ៊ុនរបស់ពួកគេផងដែរនាពេលបច្ចុប្បន្ននេះនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើនបាននឹងកំពុងតែជួបប្រទះនៅបញ្ហានៅក្នុងការដឹកនាំក្រុមហ៊ុនរបស់ពួកគេឲ្យទទួលបាននូវភាពជោគជ័យ
ก็ได้ซาแต่การเมือตื้อพิจารณาในโปเกตายแต่เมื่อรวมโลกในขนมวิสัยเป็นกิจกรรมจุ่มเดียในเพียบจีเนดังน้อมมันใส่เชื่อสำคัญโดยจีจุ่มนิสหกรณเพียบนุเตโลกเดรัมซีส์ได้จีเนดิปนเสียเพนิฟต่อระบงไลโลกเกาะบานเมียนปัญหามือจุ่มนูนจุ่มนการดังน้อมระบอโลกผ่องได้กลายเป็นโลกเจ้งบารกซีจะเลือกดมโบกได้ยังไฮทัสตานับโลกเมียนบกเลือกกรามการดังน้อมระบอโลกตรัมแต่สำหรับบุญปนอบเนี่ยแต่บนนอกhai bật tụ bay trên lục chim lục tay mình né miền cây bật nà chứ ba lo chầm bùa ở váy để lục cầm pung tại thưa cả đời chó có bàn tay cho nhận nhỏ đó lục tay để ăn chân cho mùi nâng bột lực rồi bỏ con đời vô khơi tha bộ kê mặt bàn trai đồng lê cái đây sờ mày rúm rồi bỏ cầm hốn đôi chụp còn nụ lai mình trâm tay bên nọ tiệt sáo còn trai tại miền bờ cắm đôi chỉ ca sầm đàn ca mình bình chất hai khăn sầm ba từ lơ tại bánh hà từ tối đôi chỉ bánh hà đại bột lực rồi bỏ con một phơi cá dịt dài chỉ đam có mong là bao cót chấm bộ bộc lực đài một phơi cá dịt dài có bán chấm rồi cót ỏi bó bong ọt hiệp chỉ một chả cáในขนมcáทั้งใครให้หนึ่งพอhai chỉ là đậpพอคือโลกบ้านบ่งความอ้ายบกlựcแต่งนู้อังก้อยในกลายบรรทุกเฟกาหาเวียสโรเปได้มีอากาศเทียตัวเจ็ดครั้งโลกบ้านประเมียนแต่ปุเกได้ท้านี่haiคือchỉ là đậpพอในการมาเฟกายึดระบอบเนี่ยต่างออกนี่มีซ้ำนะหนึ่งอากาศเทียตัวเจ็ดแบบนี้การปราในวิธีซะแบบได้แบบนี้นู้คือมันบานเฟยบุกเลิกระบอกกอดอย่างนู้การปลายอัตจะระกับไว้นูเตเมนดัดเฟยรูปโลกพลายเตยเจมาดูปราเจในขนมการดักน้ำการดักน้ำโดยเมียนตระยะเพียบเหล่านี้มันตรำแต่บ่มบะสมาร์ได้ระบบบุกเลิกระบอกกอดปนเตก็บรรแต่ไทม์แต่งเฟยกรมหนระบอกโลกดาวถอยกร้อยเจียจราน์เห็นพองได้ปัญแต่เอาไว้ได้หล่อนูคือท้าไม่ดังนอมมันก็ตายแต่จะเรียนโซดบ้านอมปีกับพ่อระบอกลูนจินได้หนึ่งไอ้ใกล้ปลายกับมอยของฮอแตงนู้การลางซาจิตทำไมมาลองเตียนนับเป็ดเนี่ยจะประดามเจจะได้เลยยกในจุ่มเนียนสำคัญระบบ entry leadership ซะหมอการวอดนู้คือเป็นหนุ่มไฮเด็ดเนี่ยหนึ่งไอ้ป้อมน้อมในเพียบจุกใจอย่างตัดใจตัดจังสำหรับกลุ่มคนเนี่ยก็โดยจีคลุนเนี่ยพงได้เรียบจอมภายในกาเดิมไปสำหรับได้สบันระบบลงเนี่ยเอาบ้านจะบาหลอกวงการโกบำนองแจเละได้จานวอดบ้านให้จับประดับสำหรับเบี้ยมาดองมวยจิกาเป็นนะนี่อาจยังมีกระไดสมัยจังบางอาชีพกรรมต่อโคลนระบบเนี่ยให้ไปคลาวิมเตอร์หาโดยจีมันอาจจะรวยก็ปัญตายตัวเบย์จะยังในกระไดคนเนี่ยกลัวแต่มีกระไดสมัยอย่างบันทมเจ้ากรมกำหนดพรมได้ในกระไดสมัยระบบเนี่ยไอซอเนี่ยก็อาจยังดังแดดผาเจ้ามวยนังเพียบปันประสอบกลุ่มดัดโป๊ปิ้งแต่โดยการชนัยประดิษฐ์หนึ่งการคัดคำปรังปรายคือตรการเป้เวลีระบบโลกเนี่ยในจมูกวิญอย่างสวัสดิ์ติงกลายหนึ่งเดียนเหมือนบอกบองนุ่ลายก็บันไดจีอ่างกระสอบเอาไว้กรบยางมันเจแต่อาจสำหรับบ้านโจกใจแต่ตามเอาไว้เด็กกรงตกนุเต้เปคลาได้สมัยแต่นู้บานตรำแต่จิกได้สมัยให้มันอาจจะคล้ายจะจิกับประธานเจ็บพองปรุกาคัดคำปรังปรายระบบเยื้องมันจ้อมกันลงเพลย์แต่การเก็บโจกใจปรังไตแต่ละเรื่องได้คอเดได้มันจำโกได้โดยเฉพาะถ้าเธอยังแบบดำไปสำหรับได้สมัยระบบเนี่ย entry leader คือหนึ่งใบใจได้สมัยระบบโปเกไอเตอร์เจก็บ่มนองแจและได้ยาดวอดบันชนะดำหนักการได้เธอโดยเฉพาะ entry leader ก็หนึ่งดังนอมโครงการเงินระบบโปเกอาจดังอย่างฉบับต่างๆโปเกกำปงแต่เพื่อการตะเลือไว้โปเกกำปงแต่สถัดในขนมจำเริญนะให้โปเกก็นั่งบรรทอตัวมุกได้ระเบียบหน้าโดยไม่อากันแต่ฉบับต่างๆกรมระบบเนี่ยหลุดเนี่ยกำปงสไตล์สถัดในเลือเพลย์ดัดตรำเตยแต่การเพียบจุกใจหรือก่อนนู้เนี่ยใส่ระบบอ่านวอดประปอนกรุบโครงโดยมีประสิทธิภาพมวยได้ตรอุบานเกสกอร์ทัจีประปอนกรุบโครง BMBO Management by Objective ดำบงเนี่ยตรแต่โปร่งเปลี่ยนคณีดำไปดักกำหนดโคได้รูมวยจมวยนังสมาชิกต่างอระบบเนี่ยให้บรรทอมหมอได้ตรกำหนดการปฏิใช้ในโครงการสมัยโกได้บางฉบับชวนขณะในยเพียบคือสำคัญบ่มพอดในขนมดำเนินการนี้กระโปรงทาประสันบามีนสมัยจากนามันเนี่ยบานโจร่วมในขนมดำเนินการในการกำหนดวัตถุบ่มนองรวมนู้พวกเกก็ดำเนินชันเตะในขนมการดอสไลในเราปัญหาทอปรอกระไดนี่ได้อ่านอย่างการลางพองได้นี่คือเชียร์จำนวนปีเซมวยได้เธอเอาสมัยจากกรมระบบเนี่ยกรบรูปในแต่เมียนตึกจัดหนึ่งคัดคอมสำหรับวัตถุบ่มน้องระบบกรมหุ่นโดยโปเกโยธานี่คือเจียวัตถุบำนองรวมให้ในเมียนจำในในในสมัยระบบโปเกมันเนี่ยพองได้เบี้ยมันเมนเจียวัตถุบำนองได้โมกระบอกเนี่ยเตหรือก่อธนาดักนอมทมหรือขนมกรมหุ่นจีเนี่ยกำหนดเอาโปเกสำหรับวีไซโนไล
តើអ្នកធ្លាប់កិច្ចវេះពីការងារដែលត្រូវធ្វើដែរឬទេដោយសារតែអ្នកគិតថាបើអ្នកធ្វើវាគឺអាចនឹងបរាជ័យភាពស្ទាក់ស្ទើរខ្វះកម្លាំងជំរុញបែបនេះហើយពិតជាអាចធ្វើឲ្យក្តីប្រាថ្នារបស់អ្នកបរាជ័យយកតែមែនទែនការដែលមានគោលបំណងច្បាស់លាស់បូករួមនឹងការបរិច្ឆេទជាក់លាក់ដើម្បីសម្រេចគោលបំណងទាំងនោះវាគឺជារឿងដែលចាំបាច់មែនទែនដែលត្រូវអនុវត្តដោយខានពុំបាននោះទេបើយោងទៅលើបទពិសោធន៍មិត្តរបស់អ្នកនិពន្ធផ្ទាល់ដែលជាអ្នករចនាគេហទំព័រម្នាក់បានសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មរបស់ខ្លួននៅពេលដែលចាប់ផ្ដើមដំបូងលោកក៏បានជួបនឹងបញ្ហាប្រឈមជាច្រើនផងដែរក៏ប៉ុន្តែក្រោយមកគាត់ក៏បានចាប់ផ្ដើមកំណត់គោលដៅរបស់គាត់នៅក្នុងការរកប្រាក់ចំណូលឲ្យបាន$5,000នៅក្នុងមួយខែបើមិនដូច្នេះទេអាជីវកម្មរបស់គាត់ក៏នឹងត្រូវ shut down បិទទ្វារជាជាមិនខាននោះឡើយការដាក់សម្ពាធមកលើខ្លួនឯងបែបនេះគឺជាកម្លាំងជំរុញទឹកចិត្តដ៏ផុសផុលមួយនៅក្នុងការបញ្ចេញសកម្មភាពដើម្បីសម្រេចគោលបំណងអាជីវកម្មហើយជាលទ្ធផលចុងក្រោយគាត់ក៏បានទទួលប្រាក់ចំណូលរហូតដល់$7,000នៅក្នុងមួយខែច្រើនជាងអ្វីដែលគាត់បានគ្រោងទុកទៅទៀតក្តីសុបិនគឺជាចំណុចចាប់ផ្ដើមជោគជ័យនៅក្នុងអាជីវកម្មដូចជានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរក៏ប៉ុន្តែអ្នកត្រូវប្រកាសថាអ្នកបានកំណត់ផែនការជាក់លាក់ហើយអនុវត្តវាបានដើម្បីងាយស្រួលធ្វើឲ្យក្តីសុបិនរបស់អ្នកคล้ายទៅជាការពិតហើយនៅពេលដែលអ្នកចាប់ផ្ដើមអនុវត្តផែនការទាំងនោះមានន័យថាអ្នកសម្រេចបាន50%រួចទៅហើយគ្រប់គ្រងពេលវេលារបស់អ្នកដោយភាពវៃឆ្លាតជាមួយនឹងបញ្ជីអត្ថភាពនៃកិច្ចការដែលអ្នកត្រូវធ្វើហើយព្យាយាមគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានល្អបែបនេះរាល់ថ្ងៃរហូតវាคล้ายទៅជាទម្លាប់ដែលភាសាអង់គ្លេសគេហៅថា habit តែអ្នកធ្លាប់ចំណាយពេលវេលាមួយថ្ងៃដើម្បីធ្វើកិច្ចការអ្វីមួយហើយចុងក្រោយអ្នកមានអារម្មណ៍ថាហាក់បីដូចជាមិនបានសម្រេចអ្វីជាដុំកំភួនសោះសម្រាប់ការចំណាយពេលវេលាយូររហូតដល់ពេញមួយថ្ងៃដើម្បីធ្វើវាអារម្មណ៍បែបនេះគឺជាអារម្មណ៍ដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តនោះឡើយវាពិតជាអញ្ចឹងមែនអ្នកនឹងក្លាយទៅជាជនរងគ្រោះនៃការចំណាយពេលវេលាដ៏ឥតប្រយោជន៍ប្រសិនបើអ្នកមានការកំណត់ពេលវេលានិងផែនការសកម្មភាពច្បាស់លាស់សម្រាប់អ្វីមួយដែលអ្នកចង់ធ្វើឲ្យបានសម្រេចនោះឧបករណ៍ដ៏សាមញ្ញមួយដូចជាបញ្ជីអត្ថភាពនៃកិច្ចការដែលត្រូវធ្វើ Prioritize To-do List អាចជួយឲ្យអ្នកកាន់តែមានភាពងាយស្រួលនៅក្នុងការតាមដាននិងអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាពបញ្ជីអត្ថភាពនៃកិច្ចការដែលត្រូវធ្វើផ្ដល់ឲ្យអ្នកនៅក្នុងឱកាសនៃការគ្រប់គ្រងពេលវេលាបានយ៉ាងល្អប្រសើរនៅពេលដែលអ្នកមានការងារដ៏មមាញឹកចូលចងចាំទៅចុះថាកុំគ្រាន់តែព្យាយាមធ្វើកិច្ចការណាមួយនៅពេលដែលគេបញ្ជាឬប្រាប់ឲ្យសោះយើងធ្វើក៏ប៉ុន្តែត្រូវធ្វើកិច្ចការទាំងឡាយណាដែលអ្នកគិតថាអ្នកត្រូវតែធ្វើវាឲ្យហើយគំនិតមួយចំនួនដើម្បីអាចពិចារណាបានអ្នកប្រហែលជានឹងប្រញាប់ប្រញាល់ប្រសិនបើមានមិត្តភ័ក្តិឬក៏មិត្តរួមការងាររបស់អ្នកសុំឲ្យអ្នកជួយកិច្ចការអ្វីមួយដល់ពួកគេតើមែនទេការដែលធ្វើដូច្នេះគឺជារឿងមួយដ៏ល្អគឺជាការសម្ដែងចេញនូវសមានចិត្តចេះជួយគ្នានៅពេលដែលមិត្តភ័ក្តិរបស់អ្នកត្រូវការពឹងពំអ្នកអាស្រ័យក៏ប៉ុន្តែបើយើងគិតតែបន្តិចនោះយើងនឹងយល់ថាអរិយាប័ត្រមួយនេះក៏រឹតតែបង្កើតឲ្យមានការងារបន្ថែមកាន់តែច្រើនឡើងសម្រាប់អ្នកដូច្នេះអ្នកប្រហែលជានឹងអាចមើលរំលងនៅកិច្ចការសំខាន់ជាច្រើនផ្សេងទៀតដែរបញ្ជីអត្ថភាពនៃកិច្ចការដែលត្រូវធ្វើអាចជួយឲ្យអ្នកមិនបាច់អារម្មណ៍ឬស្លន់ស្លោនៅពេលណាដែលមានកិច្ចការមមាញឹកនិងបន្តមកដល់ច្រើនអ្នកក៏អាចផ្ដោតអារម្មណ៍បានយ៉ាងច្រើនធ្វើវាម្ដងមួយទៅតាមលំដាប់លំដោយអាទិភាពរបស់វាមួយណាសំខាន់ហើយបន្ទាន់ត្រូវធ្វើវាជាមុនពេលខ្លះមានកិច្ចការមួយចំនួនសំខាន់ក៏ប៉ុន្តែមិនបន្ទាន់នោះទេហើយពេលខ្លះកិច្ចការងារមួយចំនួនពិតជាបន្ទាន់មែនប៉ុន្តែវាពិតជាមិនសំខាន់ដែលត្រូវធ្វើវាជាមុននោះឡើយដូច្នេះហើយអ្នកត្រូវតែស្គាល់និងចេះបែងចែកលំដាប់អាទិភាពនៃកិច្ចការហើយចាប់ផ្ដើមធ្វើកិច្ចការទាំងឡាយណាដែលសំខាន់ហើយនឹងបន្ទាន់មុនគេដូច្នេះអ្នកនៅតែអាចជួយមិត្តភ័ក្តិរបស់អ្នកបានដដែលទេគ្រាន់តែថាអ្នកត្រូវធ្វើកិច្ចការណាដែលចាំបាច់ហើយបន្ទាន់មុនគេទើបជួយកិច្ចការងារមិត្តភ័ក្តិរបស់អ្នកជាក្រោយអ្នកក៏នឹងមានអារម្មណ៍ថាពេញចិត្តទៅនឹងខ្លួនឯងនៅពេលដែលអ្នកក្រឡេកទៅមើលបញ្ជីអត្ថភាពនៃកិច្ចការដែលអ្នកត្រូវធ្វើនៅពេលបញ្ចប់ការងារសម្រាប់ថ្ងៃនីមួយៗពីព្រោះថាអ្នកអាចមើលឃើញនៅគោលបំណងទាំងអស់ត្រូវបានបំពេញនិងកិច្ចការដែលអ្នកត្រូវធ្វើទាំងឡាយឲ្យបានរួចរាល់នៅពេលដែលអ្នកត្រួតពិនិត្យបញ្ជីអត្ថភាពនៃកិច្ចការដែលអ្នកត្រូវធ្វើហើយឃើញថាកិច្ចការទាំងអស់នេះត្រូវបានគូសភ្ជាប់ជាមួយនឹងសញ្ញាគ្រីស្ទនៅពេលនោះអ្នកក៏នឹងដឹងដែរថាអ្នកបានចំណាយពេលវេលាបានត្រឹមត្រូវដោយភាពឆ្លាតវៃ
ហើយអ្នកក៏អាចមើលឃើញផងដែរថាកិច្ចការដែលមានគូសញ្ញាគ្រីស្ទគឺសិតតែកិច្ចការដែលសំខាន់និងបន្ទាន់បំផុតដែលអ្នកត្រូវធ្វើបើមិនសំខាន់ច្បាស់ណាស់ថាកិច្ចការទាំងនោះមកតែមិនមានវត្តមាននៅក្នុងបញ្ជីអន្តរភាពរបស់អ្នកនោះឡើយដូចគ្នានេះដែរប្រសិនបើអ្នកចំណាយពេលវេលាជប់សម្រាកពេញមួយថ្ងៃដើម្បីធ្វើដំណើរកម្សាន្តជាមួយនឹងក្រុមគ្រួសារទៅតាមផែនការកម្សាន្តដែលបានគ្រោងទុកនោះអ្នកប្រកាសជានឹងមានអារម្មណ៍ថារីករាយហើយសប្បាយចិត្តនឹងខ្លួនឯងដែលបានសម្រេចធ្វើអ្វីមួយទៅតាមផែនការជាជាងចំណាយពេលវេលាមួយថ្ងៃទៅមួយកន្លែងដើម្បីសម្រាកតើមែនទេវាប្រកាសជាអញ្ចឹងហើយនេះក៏ព្រោះតែអ្នកចេះរៀបចំផែនការសកម្មភាពកម្សាន្តសប្បាយដើម្បីរីករាយជាមួយនឹងក្រុមគ្រួសាររបស់អ្នកបានល្អនិងបញ្ចប់ទៅដោយភាពមានន័យផែនការការងារនិងផែនការអាជីវកម្មហ្នឹងក៏វាមិនខុសគ្នាដែរព្យាយាមអនុវត្តបែបនេះជាមួយនឹងបញ្ជីអត្ថភាពនៃកិច្ចការដែលត្រូវធ្វើទាំងអស់សម្រាប់ថ្ងៃនីមួយៗរហូតដល់ក្លាយទៅជាទម្លាប់ពេលនោះអ្នកក៏នឹងសង្កេតឃើញថាអ្នកធ្វើកិច្ចការបានច្រើនហើយទទួលបានជោគជ័យច្រើននិងមានអារម្មណ៍ល្អចំពោះខ្លួនឯងរួមទាំងមានទំនុកចិត្តច្រើនមកលើខ្លួនឯងផងដែរយុទ្ធសាស្ត្រទីផ្សារមួយដែលល្អគឺมันអាចកាត់ឡើងនៅក្នុងពេលតែមួយប្រពេចភ្នែកនោះទេវាទាមទារឲ្យអ្នកចេះសិក្សាអំពីរបបទីផ្សាររៀនពីបរាជ័យនៅក្នុងអតីតកាលនិងមានគំនិតច្នៃប្រឌិតខ្ពស់តែអ្វីដែលអ្នកមើលឃើញថាសំខាន់ជាងគេបំផុតនៅក្នុងអាជីវកម្មរបស់អ្នកប្រហែលជាគិតថាវាគឺជាផលិតផលឬក៏សេវាកម្មរបស់អ្នកហើយមែនទេប្រសិនបើអ្នកគិតបែបនេះនោះអ្នកនឹងគិតថាអ្នកនឹងមិនអាចរកប្រាក់បាននោះទេប្រសិនបើផលិតផលគឺមានសារៈសំខាន់មែនប៉ុន្តែវាអាចនឹងគ្មានន័យតទៅសោះប្រសិនបើអ្នកមិនអាចបញ្ចុះបញ្ចូលអ្នកដទៃឲ្យគិតដូចជារូបអ្នកថាវាមានសារៈសំខាន់នោះនេះហើយគឺជាមូលហេតុដែលអ្នកផ្នែកទីផ្សារត្រូវបានគេបង្កើតឡើងនៅក្នុងក្រុមហ៊ុននីមួយៗក្រៅពីក្រុមហ៊ុនដែលមានភាពជោគជ័យគឺសិតតែមានចិត្តសាស្ត្រទីផ្សារដ៏អស្ចារ្យផងដែរដូចជា Coca-Cola ដូចជា Adidas ជាដើមហ្នឹងយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនមួយដែលល្អហើយមានប្រសិទ្ធភាពនោះគឺត្រូវផ្សារភ្ជាប់ទៅដល់តម្រូវការរបស់អតិថិជនទៅនឹងផលិតផលឬក៏សេវាកម្មរបស់ក្រុមហ៊ុននោះនៅក្នុងឆ្នាំ1994លោក Dave Ramsey បានចាប់ផ្ដើមថ្នាក់បង្រៀនរបស់លោកដោយផ្ដោតទៅលើប្រធានបទតើធ្វើដូចម្តេចដើម្បីជៀសវាងការខ្សែធនហើយលោកក៏បានដាក់ចំណងជើងឲ្យវាថាជីវិតបន្ទាប់ពីការជាប់បំណុលហើយកម្មវិធីបង្រៀននោះក៏ត្រូវបានគេឃោសនានិងផ្សព្វផ្សាយតាមវិទ្យុផងដែរជាមួយនឹងការផ្ដល់ជូននូវការសិក្សាវគ្គដំបូងដោយ free ឥតគិតថ្លៃថែមទៀតផងជាលទ្ធផលមានមនុស្ស6នាក់គត់ដែលបានចុះឈ្មោះចូលរៀនថ្នាក់គាត់លោក Dave Ramsey ក៏បានចាប់ផ្ដើមយល់ថាថ្នាក់រៀនរបស់គាត់តាមពិតទៅគឺមិនបានឆ្លើយតបទៅនឹងអ្វីដែលជាការរំពឹងទុករបស់សាធារណជននោះឡើយនៅខណៈពេលដែលសាធារណជនភាគច្រើនមានការចាប់អារម្មណ៍តែទៅលើតើធ្វើយ៉ាងម៉េចដើម្បីឲ្យហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានស្ថិរភាពជាជាងតើធ្វើដូចម្តេចដើម្បីការពារក្រុមហ៊ុនពីការខ្សែធនដូច្នេះគាត់ក៏បានសម្រួលថ្នាក់រៀនរបស់គាត់ឡើងវិញហើយបដូរឈ្មោះថា Financial Page University ហើយផ្ដោតសំខាន់តែទៅលើតើសិក្ខាកាមអាចសម្រេចគោលបំណងខាងផ្នែកហិរញ្ញវត្ថុរបស់ខ្លួនបានដោយរបៀបណាចាប់ពីនោះមកថ្នាក់របស់គាត់នឹងក៏ទទួលបានការគាំទ្រយ៉ាងត្រចះត្រចង់ហើយរហូតមកដល់ពេលនេះមនុស្សរាប់រយលាននាក់បានចុះឈ្មោះចូលរៀនថ្នាក់របស់គាត់រឿងនេះក៏បានបង្ហាញឲ្យយើងឃើញដែរថាដើម្បីបង្កើតយុទ្ធសាស្ត្រទីផ្សារមួយដែលរឹងមាំនោះគឺទាមទារឲ្យមានការសិក្សារៀនសូត្រពីកំហុសឆ្គងកន្លងមកបើទោះបីជាការប៉ុនប៉ងជាលើកដំបូងរបស់អ្នកមិនទទួលបានជោគជ័យក៏ប៉ុន្តែអ្នកអាចរៀនសូត្រពីបទពិសោធន៍បរាជ័យនេះដោយព្យាយាមកែប្រែឬក៏ផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីៗជាបន្តផងដែរធ្វើដូច្នេះយុទ្ធសាស្ត្រទីផ្សារក្រុមហ៊ុនរបស់អ្នកក៏នឹងកាន់តែរឹងមាំឡើងជានិច្ចបន្ទាប់នេះទៅទៀតបើទោះបីជាអ្នកបានបង្កើតយុទ្ធសាស្ត្រទីផ្សារដ៏ល្អឥតខ្ចោះយ៉ាងណាក៏ដោយចុះអ្នកគង់តែត្រូវការក្រុមការមួយដែលល្អពីព្រោះថាអ្នកទាំងអស់នោះគឺជាធនធានដ៏សំខាន់បំផុតនៅក្នុងការបញ្ចុះបញ្ចូលអតិថិជនរបស់អ្នកឲ្យទិញផលិតផលនិងសេវាកម្មរបស់អ្នកការលក់ផលិតផលឬក៏សេវាកម្មមួយមិនគួរប្រើវិធីបំភ្លៃព័ត៌មានឬក៏បំភ្លឺការពិតឲ្យតែគេទិញនោះទេប៉ុន្តែត្រូវតែព្យាយាមផ្ដល់ឲ្យអតិថិជននៅបទពិសោធន៍វិជ្ជមានផ្សេងៗនិងព្យាយាមបង្ហាញនៃការយកចិត្តទុកដាក់ចំពោះតម្រូវការរបស់អតិថិជនដោយផ្ដល់ព័ត៌មានសំខាន់អំពីតើផលិតផលរបស់អ្នកអាចបំពេញតម្រូវការរបស់អតិថិជនបានដែរឬទេឬក៏អាចជួយដោះស្រាយនៅបញ្ហារបស់ពួកគេបានដល់កម្រិតណាមួយវិញទៀតអ្នកមិនអាចបង្ខិតបង្ខំនរណាម្នាក់ដើម្បីពួកគេទិញផលិតផលឬក៏សេវាកម្មណាមួយពីអ្នកបាននោះឡើយប៉ុន្តែប្រសិនបើអ្នកអាចធ្វើឲ្យអតិថិជនមានទំនុកចិត្តមកលើផលិតផលឬក៏សេវាកម្មរបស់អ្នកនោះពួកគេក៏នឹងទិញផលិតផលឬក៏សេវាកម្មពីក្រុមហ៊ុនរបស់អ្នកបានយ៉ាងងាយ
អ្នកអាចបង្កើតបាននៅទំនុកចិត្តអតិថិជនរបស់អ្នកបានតាមរយៈអ្វីដែលធ្វើឲ្យពួកគេមានមោទនភាពបំផុតចំពោះផលិតផលឬក៏សេវាកម្មរបស់អ្នកជាឧទាហរណ៍ដូចជាគុណភាពនៃផលិតផលបូករួមជាមួយនឹងការបម្រើសេវាកម្មជូនអតិថិជនរបស់អ្នកអស់ពីចិត្តជាមួយនឹងក្តីគោរពស្រឡាញ់ឲ្យដូចជាក្រុមគ្រួសារជាដើមប្រសិនបើអតិថិជនរបស់អ្នកទទួលបានទំនុកចិត្តហើយនោះច្បាស់ណាស់ថាពួកគេក៏នឹងក្លាយទៅជាអតិថិជនដ៏ស្មោះត្រង់របស់អ្នកជាក់ជាមិនខាននោះឡើយត្រូវចងចាំថាអតិថិជនមិនត្រឹមតែទិញផលិតផលឬក៏សេវាកម្មនោះទេពួកគេក៏នឹងបែងចែករំលែកព័ត៌មានល្អៗអំពីផលិតផលរបស់អ្នកទៅកាន់បណ្ដាញរបស់ពួកគេនៅខាងក្រៅដូចជាមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់ពួកគេជាដើមទោះបីជាអ្នកប្រកបអ្វីក៏ដោយចុះអ្នកត្រូវតែជៀសវាងឲ្យឆ្ងាយពីបំណុលហើយដើម្បីការពារក្រុមហ៊ុនរបស់អ្នកពីការខ្សែធនអ្នកត្រូវចាប់ផ្ដើមបង្កើតមូលនិធិសង្គ្រោះបន្ទាន់ក្រុមហ៊ុនរបស់អ្នកត្រូវការដើមទុនមួយចំនួនដើម្បីពង្រីកបន្ថែមប៉ុន្តែតើអ្នករកលុយនោះបានដោយរបៀបណាប្រាក់កម្ចីខ្នាតតូចនឹងមិនមានហានិភ័យនៅក្នុងអ្វីជាដុំកំភួននោះទេប្រសិនបើអ្នកមានការប្រុងប្រយ័ត្ននៅក្នុងការសងបំណុលត្រឡប់ទៅវិញតើមានដែរឬទេការគិតបែបនេះគឺខុសហើយពីព្រោះថាបំណុលគឺអាចធ្វើឲ្យក្រុមហ៊ុនរបស់អ្នកអស្ថិរភាពធ្វើឲ្យក្រុមហ៊ុនរបស់អ្នកជួបនឹងហានិភ័យខ្ពស់ផងដែរប្រឈមទៅនឹងការបរាជ័យឬក៏អាចឈានទៅដល់ការខ្សែធនតែម្ដងក៏ថាបានដែរពីព្រោះថានៅពេលដែលអ្នកជាប់បំណុលអ្នកក៏នឹងត្រូវចំណាយពេលវេលាណាមួយនៅក្នុងការបង់រំលោះដើម្បីឲ្យអស់បំណុលនោះដែលជាហេតុធ្វើឲ្យមានការកាត់បន្ថយនៅលំហូរនៃសាច់ប្រាក់ចំណេញរបស់ក្រុមហ៊ុនហើយអ្នកប្រកាសជានឹងខ្វះខាតប្រាក់ដើម្បីបង់វិក័យប័ត្រផ្សេងៗដូចគ្នាទៅនឹងប្រាក់ឈ្នួលបុគ្គលិកឬក៏ទិញភាគហ៊ុនជាដើមតាមពិតទៅក្រុមហ៊ុនតូចៗជាច្រើនកំពុងតែមានបញ្ហាចំពោះលំហូរនៃសាច់ប្រាក់ការកាត់បន្ថយនៅលំហូរចូលនៃសាច់ប្រាក់របស់ក្រុមហ៊ុនជាធម្មតាមិនមែនជាជម្រើសដ៏ល្អនោះទេខាងក្រោមនេះគឺជាគំរូនៃបញ្ហាលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនមួយមានម្ចាស់ក្រុមហ៊ុនលក់បំពង់ទឹកដ៏តូចមួយតែងតែបានកម្រៃជើងសារពីម៉ូយសំខាន់របស់ខ្លួនដែលត្រូវការជីកប្រឡាយក្រុមហ៊ុនទាំងនេះតូចមែនពិតប៉ុន្តែមានការរីកធំធាត់ជាលំដាប់ដើម្បីជីកប្រឡាយបានក្រុមហ៊ុននេះចាំបាច់ត្រូវតែមានឡានកាយដីមួយគ្រឿងក៏ប៉ុន្តែថ្លៃជួលឡាននៅក្នុងការកាយដីមួយគ្រឿងគឺ$450នៅក្នុងមួយខែក្រុមហ៊ុនពុំបានមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីជួលឡានកាយដីនោះទេដូច្នេះម្ចាស់ក្រុមហ៊ុនក៏បានសម្រេចចិត្តខ្ចីប្រាក់ពីធនាគារដើម្បីជួលឡានដើម្បីទិញឡានហ្នឹងមកដុតនឹងឯងដើម្បីប្រកបផ្ដល់សេវាកម្មសម្រាប់ការជីកប្រឡាយបន្ទាប់ពី2-3ខែក្រោយមកម្ចាស់ក្រុមហ៊ុននោះក៏បានដឹងថាថ្លៃចំណាយទៅលើការជួលឡានគឺទំពាស៊ីផលចំណេញរបស់គាត់ជារៀងរាល់ខែការជាប់បំណុលធនាគារយូរទៅបានធ្វើឲ្យអាជីវកម្មដែលធ្លាប់តែទទួលបានប្រាក់ចំណូលគួរសមបែរជាថមថយចំណូលបន្តិចម្ដងរហូតដល់ធ្វើឲ្យអាជីវកម្មនោះមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរផងដែរអ្នកក៏នឹងមិនចាញ់ការលបួងហើយអាចជៀសវាងមិនឲ្យធ្លាក់ចូលនៅក្នុងបំណុលបានដោយអ្នកគ្រាន់តែបង្កើតមូលនិធិសង្គ្រោះបន្ទាន់មូលនិធិសង្គ្រោះបន្ទាន់នេះគឺពិតជាអាចជួយអ្នកបានដូចជាឈ្មោះរបស់វាអញ្ចឹងពីព្រោះថាវាគឺជាកន្លែងដែលអាចរក្សាទុកថវិកាមួយចំនួនដើម្បីដោះកុនចំណាយមួយចំនួនឬក៏អាចប្រើដើម្បីស្រែកស្រង់អាជីវកម្មរបស់អ្នកនៅក្នុងពេលជួបវិបត្តិបានអ្នកនិពន្ធលោក Dave Ramsey បានទទួលប្រយោជន៍យ៉ាងច្រើនពីមូលនិធិសង្គ្រោះបន្ទាន់នេះដោយក្រុមហ៊ុនខ្សែធនមួយកំពុងតែចង់លក់ចេញនៅគ្រឿងសង្ហារឹមពីការិយាល័យដ៏ប្រណិតនៅក្នុងក្រុមហ៊ុនដែលមានតម្លៃជិត$30,000ដោយសារតែពេលនោះក្រុមហ៊ុនរបស់លោក Dave Ramsey មិនត្រូវការគ្រឿងសង្ហារឹមពីការិយាល័យក៏ប៉ុន្តែក្រុមហ៊ុននោះចង់លក់ចេញជាបន្តដូច្នេះតម្លៃគ្រឿងសង្ហារឹមប្រណិតនោះក៏បានធ្លាក់ថ្លៃរហូតទៅដល់$21,000នោះលោក Dave Ramsey ឃើញថានេះគឺជាឱកាសដ៏ល្អសម្រាប់លោកក៏បានទិញគ្រឿងសង្ហារឹមនោះយកម្ករក្សាទុកយ៉ាងល្អដោយប្រើប្រាស់មូលនិធិសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុននឹងឯងក្រោយមកចំពេលដែលលោកត្រូវរៀបចំក្រុមហ៊ុនថ្មីលោកក៏បានប្រើគ្រឿងសង្ហារឹមទាំងអស់ទៅបំពាក់នៅក្នុងក្រុមហ៊ុនថ្មីរបស់គាត់ហើយធ្វើឲ្យគាត់នឹងចំណេញពេលទៅលើការចំណាយរាប់ពាន់$នៅក្នុងការដំណើរបំពាក់គ្រឿងសង្ហារឹមប្រណិតនៅក្នុងក្រុមហ៊ុនរបស់គាត់ហើយដែលអ្វីដែលរឹតតែសំខាន់នោះគឺគាត់អាចគេចផុតអំពីការខ្ចីបុលធនាគារដើម្បីទូទាត់ការចំណាយទៅលើគ្រឿងសង្ហារឹមសម្រាប់ក្រុមហ៊ុនថ្មីរបស់គាត់ផងដែរស្ថិរភាពហិរញ្ញវត្ថុអាចជួយអ្នកនិងក្រុមហ៊ុនរបស់អ្នកឲ្យមានអាយុកាលបានយូរអង្វែងហើយអ្នកនឹងក៏រឹតតែទទួលបានបទពិសោធន៍កាន់តែច្រើនឡើងផងដែរអ្នកស្គាល់អំពីបញ្ហាដែលកើតឡើងនៅក្នុងទីផ្សារនិងអាចគ្រប់គ្រងស្ថានភាពអាក្រក់ទាំងឡាយដែលបានកើតឡើងផ្ដល់រង្វាន់ដល់បុគ្គលិកឲ្យបានស្មើភាពគ្នាតាមរយៈប្រាក់បៀវត្សសមរម្យនិងប្រាក់រង្វាន់ផ្សេងៗទៅតាមស្នាដៃជាក់ស្ដែងធ្វើបានដូច្នេះបុគ្គលិកក៏នឹងរក្សាភក្ដីភាពហើយខិតខំធ្វើការជាក់ជាមិនខាននោះឡើយ Entry Leadership ម្នាក់ពួកគេតែងតែយល់ច្បាស់អំពីសារៈសំខាន់នៃការទទួលបាន
ในการกรุบรอบอ่านអំពីសំណាក់បុគ្គលផ្ទាល់ខ្លួនប៉ុន្តែសួរថាតើអ្វីទៅជាវិទ្យុបាយដែលមានប្រសិទ្ធភាពបំផុតដើម្បីទទួលបាននូវការគ្រប់ពីបុគ្គលិកខាងក្រោមនេះគឺជាមធ្យោបាយខ្លះៗជាដំបូងអ្នកត្រូវប្រកាសថាអ្នកតែងតែផ្ដល់ការលើកទឹកចិត្តនិងប្រាក់រង្វាន់ទៅដល់បុគ្គលិករបស់អ្នកឲ្យបានសមស្របទៅតាមកាតព្វកិច្ចជាក់ស្ដែងដែលពួកគេខិតខំប្រឹងប្រែងសម្រាប់រហូតទទួលបានជោគជ័យប្រព័ន្ធលើកទឹកចិត្តនិងប្រាក់ឧបត្ថម្ភនៅក្នុងក្រុមហ៊ុនមួយគឺឆ្លុះបញ្ចាំងអំពីគុណតម្លៃរបស់មេដឹកនាំស្ថាប័ននោះប្រសិនបើអ្នកផ្ដល់នូវការលើកទឹកចិត្តទៅដល់បុគ្គលិករបស់អ្នកដោយស្មើភាពគ្នាដូចជាការឲ្យប្រាក់កម្រៃបន្ថែមឬក៏ចែកប្រាក់ចំណេញខ្លះទៅដល់ពួកគេនោះពួកគេមិនត្រឹមតែមានចិត្តចង់ថ្លែងអំណរគុណដល់អ្នកប៉ុណ្ណោះនោះទេថែមទាំងមានទឹកចិត្តបន្ថែមទៀតនៅក្នុងការខិតខំប្រឹងប្រែងបន្តធ្វើការឲ្យកាន់តែប្រសើរដែលអាចជួយអាជីវកម្មរបស់អ្នកបានលូតលាស់យ៉ាងរលូនផងដែរមានក្រុមហ៊ុនមួយនៅក្នុងប្រទេសអាមេរិកមានកម្រិតចំណូលរហូតដល់$50 លានដែលមានបុគ្គលិកទាំងអស់120នាក់ប៉ុន្តែបើទោះបីជាក្រុមហ៊ុននោះទទួលបានភាពជោគជ័យយ៉ាងនេះក៏ដោយចុះក៏ម្ចាស់ក្រុមហ៊ុននោះហាក់ដូចជាមិនអើពើតម្លើងប្រាក់បៀវត្សជូនបុគ្គលិកស្ដីនោះដែរក៏សូម្បីតែបៀវត្សបុគ្គលិកថ្នាក់កម្ពុជារបស់ក្រុមហ៊ុននោះក៏មិនលើសពី$10,000ដែរនៅក្នុងមួយឆ្នាំគ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេដែលបុគ្គលិកទាំងនោះមានអារម្មណ៍ថាការងាររបស់ពួកគេហាក់ដូចជាមិនបានទទួលបានការលើកសរសើរឬក៏រង្វាន់លើកទឹកចិត្តអ្វីបន្តិចសោះហើយអ្នកខ្លះទៀតក៏បានចាប់ផ្ដើមចាក់ចេញពីក្រុមហ៊ុននេះម្ដងម្នាក់ដើម្បីឱកាសការងារដែលទទួលបានអត្ថប្រយោជន៍ប្រសើរជាងនេះជាអកុសលមានបុគ្គលិកជាន់ខ្ពស់ជាច្រើនអ្នករបស់ក្រុមហ៊ុនក៏បានចាក់ចេញម្ដងម្នាក់ដែរសឹងតែទាំងអស់ហើយនៅទីបំផុតក្រុមហ៊ុនហ្នឹងក៏សម្រេចចិត្តបិទទ្វារខ្សែធនតែម្ដងទៅប្រសិនបើអ្នកឲ្យតម្លៃបុគ្គលិករបស់អ្នកជាមួយនឹងសេចក្តីថ្លៃថ្នូរពួកគេក៏នឹងសងមកវិញជាមួយនឹងភាពស្មោះត្រង់ក៏ដូចនឹងការប្រឹងប្រែងនៅក្នុងការងារដែរដូច្នេះចូលឲ្យតម្លៃបុគ្គលិករបស់អ្នកហើយយកចិត្តទុកដាក់ជាមួយនឹងគេឲ្យបានល្អនោះអ្នកក៏នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនត្រឡប់មកវិញមនុស្សភាគច្រើនលើសលប់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់នៅពេលដែលមានការយកចិត្តទុកដាក់គ្រប់គ្រងឲ្យតម្លៃពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នរបស់ខ្លួនឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុងចំណោមបុគ្គលិកទាំងអស់របស់លោក Dave Ramsey មានបុគ្គលិកម្នាក់ទទួលបានជោគជ័យនៅក្នុងការលក់ដែលមានទឹកប្រាក់$1 លានបើយោងទៅតាមគោលការណ៍ក្រុមហ៊ុននិងរចនាសម្ព័ន្ធនៃកម្រិតប្រាក់លើកទឹកចិត្តបុគ្គលិកម្នាក់នោះមិនអាចទទួលបានប្រាក់លើកទឹកចិត្តនោះទេក៏ប៉ុន្តែលោក Dave បានឲ្យប្រាក់រង្វាន់ដល់បុគ្គលិកដែលផ្ទាល់ដោយមិនខ្វល់អំពីគោលការណ៍របស់ក្រុមហ៊ុននោះឡើយលោក Dave Ramsey ដឹងច្បាស់ថាបុគ្គលិករបស់លោកនឹងរក្សាការខិតខំប្រឹងប្រែងធ្វើកិច្ចការជាបន្តទៀតប្រសិនបើគាត់បង្ហាញថាគាត់គោរពឲ្យតម្លៃការងាររបស់បុគ្គលិកតាមរយៈរង្វាន់សាច់ប្រាក់និងការលើកទឹកចិត្តហើយជាក់ស្ដែងបុគ្គលិករបស់លោកហាក់ដូចជាសប្បាយចិត្តនឹងកិច្ចការរបស់ពួកគេមែនទែនរហូតដល់ភ្លេចនឿយហត់អស់រលីងប្រសិនបើអ្នកអាចជ្រើសបុគ្គលិកដែលល្អដែលមានគុណភាពគ្រប់គ្រាន់ទៅតាមតម្រូវការស័ក្តិសមទៅនឹងទូនាទីហើយនោះអ្នកចាំបាច់ត្រូវតែបណ្ដុះបណ្ដាលវប្បធម៌សាមគ្គីនិងភាពស្មោះត្រង់នៅក្នុងសន្តានចិត្តរបស់ពួកគេបានគ្រប់គ្នានោះភាពជោគជ័យនឹងរត់មករកអ្នកនិងក្រុមហ៊ុនអ្នកជាក់ជាមិនខាននោះឡើយប្រសិនបើអ្នកចង់ឲ្យក្រុមហ៊ុនរបស់អ្នកទទួលបានជោគជ័យចូលកសាងខ្លួនរបស់អ្នកឲ្យក្លាយទៅជាសហគ្រិនដ៏ប៉ិនប្រសប់ផងដែរនិងជាអ្នកដឹកនាំដ៏ឆ្នើមផងដែរ Entry Leader ការគ្រប់គ្រងបុគ្គលិកដោយស្មើភាពគ្នាដែលប្រកបទៅដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ដូចគ្នាទៅនឹងការគ្រប់គ្រងហានិភ័យនិងយុទ្ធសាស្ត្រនៅក្នុងការលក់អញ្ចឹងដែរអ្នកត្រូវកំណត់ឲ្យបានច្បាស់លាស់នៅផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវដោយការប្រុងប្រយ័ត្ននិងជៀសវាងការខ្ចីបុលហើយរៀបចំបង្កើតយុទ្ធសាស្ត្រទីផ្សារមួយដែលគិតគូរបានល្អិតល្អន់និងគ្រប់ជ្រុងជ្រោយដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដំណើរការក្រុមហ៊ុនមួយឲ្យរីកចម្រើនគឺជាកិច្ចការមួយដែលលំបាកដែលពោរពេញទៅដោយការប្រកួតប្រជែងនិងមានភាពស្មុគស្មាញយ៉ាងក្រៃលែងហើយមានតែការអនុវត្តទៅតាមវិធីសាស្ត្ររបស់ Entry Leader មួយទេដែលអាចសង្កេតថាទទួលបានជោគជ័យយ៉ាងច្រើនផងដែរនេះគឺជាសៀវភៅមួយចំនួនដែលអ្នកគួរតែអានបន្ថែមThe Total Money Maker by Dave Ramsey គឺជាសៀវភៅដែលណែនាំអំពីជំហាននៅក្នុងការកែខៃស្ថានភាពហិរញ្ញវត្ថុនេះឲ្យបានល្អប្រសើរឡើងបើទោះបីជាស្ថានភាពកំពុងតែដុនដាបក៏ដោយគ្រាន់តែអនុវត្តទៅតាម7ជំហានយ៉ាងសាមញ្ញដែលអ្នកនិពន្ធបានលើកមកនោះគឺអ្នកនឹងមានសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកជាក់ជាមិនខាននោះឡើយ